ខ្ញុំប្រកាសណាធម៌ភាពសូមក្រាបថ្វាយបង្គំចំពោះប្រកាសណាគុណម្ចាស់គ្រប់ព្រះអង្គជាទីគោរពសក្ការៈនិងសូមចម្រើនពរញាតិញោមប្រជាពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសដោយមេត្រីធម៌រាត្រីនេះខ្ញុំប្រកាសណាធម៌ភាពសូមបន្តការវិភាគចំពោះករណីឃាតកម្មលើលោកឧត្តមបណ្ឌិតកែមលីកាលពីថ្ងៃទី10កក្កដាឆ្នាំ2016កន្លងទៅនេះដោយអ្វីដែលអាត្មាបានវិភាគនៅក្នុងកម្មវិធីទូរទស្សន៍អាស៊ីសេរីនិងវិទ្យុអាស៊ីសេរីកាលពីថ្ងៃទី12ខែកក្កដាកន្លងទៅហើយថារឿងល្ខោនមួយរឿងដែលបានរៀបចំធ្វើឃាតមកលើលោកបណ្ឌិតកែមលីនេះគឺមានអ្នកដឹកនាំរឿងស្ទាត់ជំនាញហើយមានអ្នកនិពន្ធសាច់រឿងបានច្បាស់លាស់ក៏ប៉ុន្តែអ្វីដែលជារឿងអកុសលនោះគឺថាទៅលេងនៅក្នុងរូងអត់វាំងនោនហើយល្ខោនដែលលេងនៅក្នុងរូងអត់វាំងនោនយ៉ាងដូចនេះទោះជាមនុស្សក៏អាចមើលបានឃើញទេវតាក៏មើលបានឃើញហើយមនុស្សនៅគ្រប់ទីមើលបានឃើញល្ខោនអត់វាំងនោននេះគ្រប់គ្នាហើយជាក់ស្ដែងយើងបានទទួលវីដេអូឃ្លីបមកពីគ្រប់ជ្រុងជ្រោយដែលយើងអាចជឿជាក់បានថាជាការរៀបចំទូសម្ដែងបានល្អហើយអ្នកដឹកនាំរឿងស្ទាត់ជំនាញហើយដូចជាមិនមែនទៅតែសម្ដែងរឿងឃាតកម្មលោកឧត្តមបណ្ឌិតកែមលីលើកទី1នេះទេមានន័យថាសាច់រឿងសុគនេតកម្មឬក៏សាច់រឿងអក្រិតកម្មដែលគេបានដឹកនាំជាច្រើនរឿងមកហើយដូចជាបន្តការលេងរឿងល្ខោនអក្រិតកម្មនេះមួយរឿងហើយមួយរឿងទៀតហើយធ្វើឲ្យអ្នកដឹកនាំរឿងហាក់បីដូចជាមានការប៉ិនប្រសប់និងស្ទាត់ជំនាញបានពោយើងមើលទៅឃាតករដែលបានបាញ់សម្លាប់គេរួចហើយគឺជាលក្ខណៈឆោតល្ងងគាត់រត់បន្តិចតាមដំណើរធម្មតាហើយតាមការសន្និដ្ឋានរបស់អ្នកដែលមានការយល់ឃើញពីព្រឹត្តិការណ៍ផ្សេងនិងយល់ឃើញពីការប្រើប្រាស់អាវុធដែលជាអ្នកប្រឹក្សាយោបល់ជាមួយអាត្មានោះគឺគេបានសន្និដ្ឋានក្នុងរូបភាពផ្សេងគ្នាខ្លះគេសន្និដ្ឋានថាកំភ្លើងនោះគឺដាក់គ្រាប់ឲ្យតែ2គ្រាប់ទេក្រោយពីបាញ់ហើយគឺឲ្យឃាតករនោះរត់មកដើម្បីជួបមហាជនហើយអត់មានឱកាសបាញ់តដៃជាមួយមហាជនទេទុកឲ្យមហាជនវ័យឃាតករនោះសម្លាប់ដើម្បីបំបត្តិភ័ស្តុតាងហើយអាជ្ញាធរអ្នកទទួលខុសត្រូវយល់លេសថាឃាតករត្រូវបានមហាជនបាញ់សម្លាប់រួចបាត់ទៅហើយដូច្នេះមិនអាចធ្វើការដោះស្រាយអីតទៅមុខបានទៀតទេដោយសារឃាតករត្រូវបានសម្លាប់ក៏ប៉ុន្តែអ្នកដឹកនាំរឿងស្ទាត់ជំនាញយ៉ាងដូចនេះវាមានការឆ្លោះធ្លួយមួយចំណុចគឺរៀបទូសម្ដែងមិនគ្រប់តួរៀបទូសម្ដែងបានត្រឹមម្នាក់ធ្វើឃាតកម្មនិងអ្នកដឹកនាំរឿងហើយអ្នកដែលចូលរួមទេសនានឹងការពារសាច់រឿងគឺអត់មានមនុស្សការពារសាច់រឿងទេឧទាហរណ៍ប្រពន្ធរបស់អ៊ឺតអាងហៅជូបសម្លាប់ម្ដាយរបស់អ៊ឺតអាងហៅជូបសម្លាប់ជាអ្នកទេសនាសាច់រឿងហើយអ្នកទេសនាសាច់រឿងនេះមិនទាន់យល់សាច់រឿងទើបមានការបកស្រាយសាច់រឿងអក្រិតកម្មនេះផ្សេងគ្នាមូលហេតុដោយសារការរៀបរឿងសុគនេតកម្មមួយរឿងដ៏ធំនេះគឺមានរយៈពេលខ្លីដោយអ៊ឺតអាងនេះបានប្រឡូយពាក្យនៅតាមភូមិដែលគាត់បានដើរធ្វើការផ្នែកខាងបរិស្ថាននៅក្នុងឃុំគូដងនោះគឺគាត់បានទៅជួបហូបបាយជាមួយនឹងតកងអត្រម្នាក់កាលពីថ្ងៃទី27ខែឧសភាក្រោយមកគាត់បានធ្វើដំណើរទៅភូមិនោះខែមិថុនាមានន័យថាខែ6ហើយនៅចុងខែមិថុនាគាត់បានប្រឡូយពាក្យប្រាប់អ្នកភូមិថាមួយខែទៀតគាត់បានកើតធំហើយគាត់នឹងត្រឡប់មកធ្វើធំនៅតំបន់នេះវិញដដែលអញ្ចឹងមានន័យថាទូសម្ដែងមិនបានវឹកហាត់គ្រប់គ្រាន់ហើយអ្នកដែលមើលរឿងក៏រឿងនេះវាមានអាចកម្បាំងច្រើនទើបធ្វើឲ្យអ្នកតាមដានសាច់រឿងមានការឆ្លោះធ្លួយអ្នកតាមដានសាច់រឿងគឺប្រពន្ធឃាតករឈ្មោះអ៊ឺតអាងហៅជូបសម្លាប់និងម្ដាយរបស់គាត់ហើយម្ដាយហើយនឹងប្រពន្ធឆ្លើយចម្លើយផ្សេងគ្នាមានន័យថាពួកគាត់មិនយល់សាច់រឿងដោយឡែកអ្នកដឹកនាំរឿងស្មានតែទូសម្ដែងបានល្អប៉ុណ្ណោះហើយវាចប់សពគ្រប់ហើយអាចសម្ដែងរឿងនោះឲ្យមហាជនមើលបានដោយកាលពីអតីតកាលប្រភពនៃការចែកចាយព័ត៌មានគឺយឺតយ៉ាវប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋទាំងមូលជាអ្នកផ្សព្វផ្សាយហើយមហាជនទទួលបានព័ត៌មានមិនគ្រប់ជ្រុងទើបចេះតែជឿសាច់រឿងដែលគេបង្កើតជាច្រើនរឿងមកហើយដូចជារឿងជាវិជារឿងភិក្ខុសមមុនធឿនជាដើមនេះសិតតែជារឿងអក្រិតកម្មដែល
អ្នកដឹកនាំរឿងប្រហែលជាមានខ្សែស្រឡាយមិនឆ្ងាយពីគ្នាប្រមាណទេពីព្រោះការសម្ដែងរឿងនេះគឺសម្ដែងបានល្អមែនទែនហើយសាច់រឿងដែលយើងមើលមកមិនសូវឃ្លាតឆ្ងាយពីគ្នាប្រមាណទេបានពូហើយសូមញាតិញោមមេត្តាចាំសុភាសិតចុងក្រោយរបស់លោកឧត្តមលេតកែមលីគឺជួតទឹកភ្នែករបស់អ្នកបន្តដំណើរទៅមុខមកដល់ពេលនេះយើងបានកាត់បន្ថយនៃការឈឺចាប់និងសោកស្ដាយរបស់យើងបានខ្លះហើយយើងត្រូវធ្វើការតាមដានរឿងអក្រិតកម្មនេះដោយយកចិត្តទុកដាក់តទៅមុខទៀតចំណុចសំខាន់ដែលយើងត្រូវតាមដានគឺឃាតករជួបសម្លាប់មិនព្រមផ្ដល់ចម្លើយរឿងទី1អ្នកណាទៅសម្លាប់អ្នកណាដឹកកើតទៅគឺគាត់អត់ផ្ដល់ចម្លើយរឿងទី2រឿងទី3គឺគាត់ធ្វើមិនស្គាល់ម្ដាយមិនស្គាល់ប្រពន្ធមិនស្គាល់ស្រុកកំណើតដូច្នេះគេនឹងអាចយូរនឹងឆាប់ចង់មិនចង់នឹងអាចកាត់សេចក្តីឲ្យទៅបុគ្គលឃាតករជួបសម្លាប់នេះថាជាជនវិកលចរិតដើម្បីបានបន្ធូរបន្ថយទុក្ខហើយឲ្យមហាជនកាត់បន្ថយការខឹងសម្បារណាគេនឹងអាចរៀបចំសេណារីយ៉ូផ្សេងសេណារីយ៉ូទី1គឺរោពេទ្យឈួតដើម្បីទៅធ្វើកុសលវិច័យខួរក្បាលហើយពេទ្យចេញរបាយការណ៍មកថាបុគ្គលជួបសម្លាប់នេះមានបញ្ហាសរសៃប្រសាទខូចខួរក្បាលចេញរបាយការណ៍មកគឺតុលាការធ្វើនីតិវិធីបន្តថាបុគ្គលនោះវិកលចរិតហើយបន្ធូរបន្ថយទុក្ខដល់បុគ្គលនោះហើយប្រពន្ធផ្សព្វផ្សាយនិងអ្នកកាន់អំណាចជាយាមប្រើប្រាស់ប្រពន្ធផ្សព្វផ្សាយនិងប្រើប្រាស់អំណាចដើម្បីគំរាមដល់អ្នកណាហ៊ានតវ៉ាឲ្យព្រមទទួលយកសាលក្រមស្ថាពររបស់តុលាការដែលយោងទៅលើរបាយការណ៍របស់វិជ្ជាបណ្ឌិតឬក៏ពេទ្យសរសៃប្រសាទស្មានពោដូច្នេះរឿងអស់នេះគេនឹងចេញនៅពេលណាមួយហើយបើយើងនឹមគ្នានិយាយបានមុនដូចថ្ងៃនេះប្រកាសជាអាជ្ញាធរមានសមត្ថកិច្ចហើយនឹងអ្នកនៅពីក្រោយខ្នងឃាតកម្មនេះមិនអាចបន្តល្ខោនដដែលនេះឲ្យពួកយើងមើលតទៀតទេយើងបានជួតទឹកភ្នែកស្រួលបួលហើយការងារដែលយើងត្រូវធ្វើបន្តគឺទាមទារយុត្តិធម៌ជូនប្រជាជាតិខ្មែរវិញ្ញាណក្ខន្ធរបស់លោកឧត្តមបណ្ឌិតកែមលីបានបដិសន្ធិក្នុងថ្ងៃតែមួយលើរូបរាងមនុស្សចំនួន2លាននាក់ហើយក្រៅពីបដិសន្ធិដោយផ្ទាល់នៅលើរូបមនុស្ស2លាននាក់វិញ្ញាណក្ខន្ធរបស់លោកឧត្តមបណ្ឌិតកែមលីក៏បានបដិសន្ធិជាមួយនឹងប្រជាពលរដ្ឋជនរួមជាតិខ្មែរ15លាននាក់នៅក្នុងប្រទេសផងដែរអាត្មាបានទទួលព័ត៌មានច្បាស់ការទោះជាមន្ត្រីនៅក្នុងស្ថាប័នអង្គភាពណាក៏ដោយក៏គេសម្ដែងការសោកស្ដាយចំពោះការបាត់បង់ទៅនៅវីរៈជនខ្មែរស្នេហាជាតិមួយរូបនេះហើយក៏ការបាត់បង់ធនធានសង្គមដ៏កម្រមួយរូបផងដែរបានពុកហើយគេបានដកសេចក្តីទុកចិត្តចំពោះការគ្រប់គ្រងរដ្ឋចំពោះប្រព័ន្ធនៃការដឹកនាំរដ្ឋបន្តទៅមុខទៀតហើយមនុស្សច្រើនណាស់នៅក្នុងស្ថាប័នរដ្ឋបច្ចុប្បន្ននេះបានផ្ញើសារនិងផ្ញើការសោកស្ដាយមកកាន់គណៈកម្មការបុណ្យអាត្មាទទួលបានសារជាច្រើនហើយទទួលបានពាក្យសម្ដីជាច្រើនពីស្ថាប័នផ្សេងគេបានសម្ដែងការមិនពេញចិត្តហើយអ្វីដែលអាជ្ញាធរឆ្លោះឆ្លួយធ្វើឲ្យបាត់បង់ទៅនៅធនធានកម្ររបស់រដ្ឋគឺជាការបាត់បង់ទៅនៅអ្វីទាំងអស់ជាពិសេសគឺបាត់បង់តុល្យភាពក្នុងការគ្រប់គ្រងអំណាចរបស់អ្នកកាន់អំណាចបន្តជំនពូហើយខ្លឹមសារក្នុងការនិយាយនៅក្នុងថ្ងៃនេះអាត្មាសូមឧទ្ទិសជូនលោកឧត្តមបណ្ឌិតកែមលីទាំងស្រុងពីព្រោះការបាត់បង់ទៅនៅអាយុជីវិតរបស់លោកបណ្ឌិតកែមលីគឺដោយសារការនិយាយស្ដីអ្នកកែមលីនិយមត្រូវបន្តការនិយាយតទៅមុខទេហើយប្រសិនបើយើងស្លាប់ក្នុងពុព្វហេតុជាតិយើងប្រកាសជាស្លាប់ជាសុខហើយប្រជាជាតិយើងនឹងទទួលបានរសជាតិពិតប្រាកដនៃសេចក្តីសុខយុត្តិធម៌និងសេរីភាពហើយអាត្មាគិតថាការងារដែលអាចរួមចំណែកដោះស្រាយបញ្ហាជាតិរបស់អាត្មាគឺនិយាយការពិតនិយាយរឿងត្រឹមត្រូវនៅក្នុងសង្គមមិនចង់និយាយការពារហើយនិយាយរឿងឆ្នៃប្រឌិតដែលជួយកណ្ដោអំណាចដល់បុគ្គលទុច្ចរិតនោះទេបានពោយើងជួតទឹកភ្នែកហើយដើរលើផ្លូវមួយដ៏ត្រឹមត្រូវដោយផ្អែកទៅលើគោលការណ៍អថង្គិកមៈទាំង8នៃព្រះពុទ្ធជាម្ចាស់គឺគិតត្រូវនិយាយត្រូវធ្វើត្រូវប្រជាពលរដ្ឋខ្មែរគ្រប់រូបចាប់ពីថ្ងៃនេះតទៅនាំគ្នារៀនគិតនាំគ្នារៀននិយាយនាំគ្នារៀនធ្វើលើកិច្ចការដែលត្រឹមត្រូវហើយកុំធ្វើកិច្ចការដើម្បីតែក្រពាសបុគ្គលម្នាក់យើងចាប់ពីថ្ងៃនេះតទៅបន្តដំណើរទៅមុខរបស់យើងគឺគិតត្រូវធ្វើត្រូវចំពោះក្រពាសយើងម្នាក់ចំពោះក្រពាសគ្រួសារយើងនិងក្រពាសជាតិរបស់យើង
យើងត្រូវធ្វើតុល្យភាពក្រពះទាំង3នេះឲ្យបានសមរម្យបុគ្គលណាដែលមានការលះបង់ខ្ពស់ធ្វើការដើម្បីក្រពះជាតិឲ្យបានច្រើនក៏ជារឿងមួយដែលសំខាន់ហើយចាំបាច់ប៉ុន្តែផ្ទុយទៅវិញអ្នកទាំងឡាយទាំងពួងណាពុទ្ធបរិស័ទទាំងឡាយណាដែលគ្មានលទ្ធភាពធ្វើតុល្យភាពក្រពះទាំង3នេះញាតិញោមធ្វើចំណែកណាមួយក៏ដោយក៏ត្រូវតែបែងចែកទៅក្រពះជាតិផងដែរក្រពះខ្លួនយើងផ្ទាល់មួយក្រពះគ្រួសារនិងក្រពះជាតិចំពោះអាត្មាបានដើរចេញពីគ្រួសារ6ដល់10ឆ្នាំមកហើយរាល់ថ្ងៃនេះអាត្មាបានកាត់បន្ថយក្រពះគ្រួសារឆ្ងាយស្រឡះហើយក្រពះដែលអាត្មាត្រូវធ្វើគឺក្រពះជាតិរបស់អាត្មាធ្វើកិច្ចការបំពេញក្រពះជាតិពីព្រោះជាតិរបស់អាត្មាកំពុងស្រេកឃ្លាននឹងត្រូវការអ្នកការពារជាតិរបស់អាត្មាកំពុងតែត្រូវការអ្នកបម្រើហើយឆ្លៀតក្នុងឱកាសនេះដែរខ្ញុំប្រកាសណាសូមពវរណាដល់ព្រះគុណម្ចាស់ដែលជាព្រះសង្ឃខ្មែរគ្រប់ព្រះអង្គជាទីពឹងរបស់ពុទ្ធបរិស័ទសូមនិមន្តចេញមកធ្វើកិច្ចការដែលត្រឹមត្រូវសមដូចពុទ្ធប្រវត្តិក្រោយពុទ្ធត្រាស់ដឹងពុទ្ធឆ្វេងយល់ច្បាស់ថាព្រះអង្គត្រាស់ដឹងតែមួយអង្គឯងទោះជាព្រះអង្គជាគ្រូលើទេវតានិងមនុស្សយ៉ាងណាក៏ដោយក៏ព្រះអង្គមិនអាចបំពេញបេសកកម្មសម្រាប់មនុស្សជាតិបានគ្រប់តែមួយអង្គឯងនោះទេហេតុដូច្នេះហើយបានមានអេហិភិក្ខុចំនួន60អង្គក្រោយពីបានអេហិភិក្ខុ61អង្គហើយព្រះពុទ្ធទ្រង់ត្រាស់ទៅកាន់អេហិភិក្ខុទាំង60អង្គនោះឲ្យនិមន្តទៅកាន់និគមជនបទមកផ្លូវមួយដើម្បីសេចក្តីសុខដល់មនុស្សនិងទេវតាដ៏ច្រើនណែជាខ្លឹមសារដែលព្រះពុទ្ធត្រាស់ដឹងជាខ្លឹមសារដែលព្រះពុទ្ធបានបំពេញពុទ្ធកិច្ច45ព្រះវស្សាគឺសង្គ្រោះពុទ្ធបរិស័ទដូច្នេះសូមញាតិញោមដែលមិនទាន់ទទួលបានបញ្ញានិងពន្លឺច្បាស់លាស់មេត្តាគុំតិទានប្រសងដែលលោកធ្វើកិច្ចការបំរើពុទ្ធបរិស័ទពីព្រោះព្រះពុទ្ធបានធ្វើយ៉ាងដូច្នោះឯងអស់រយៈពេល45ព្រះវស្សាលោកដោះស្រាយបញ្ហាតាំងពីអ្នកស្រុកអត់ទឹកធ្វើស្រែចម្រើនពរលោកដោះស្រាយបញ្ហាជាមួយនឹងព្រះមហាក្សត្រដែលឆ្លោះដណ្ដើមទឹកដីគ្នាក៏ព្រះពុទ្ធព្រះអង្គដោះស្រាយទៅតាមបញ្ញាញាណរបស់ព្រះអង្គបានធ្វើគ្រប់រឿងដើម្បីសង្គ្រោះដល់មនុស្សលោកដែលពូពេញទៅដោយអវិជ្ជាប្រកបណាស់នឹងតវ៉ារឿងដែលព្រះពុទ្ធព្រះអង្គនិមន្តធ្វើកិច្ចការរបស់ព្រះអង្គបានត្រឹមត្រូវយ៉ាងណាមិញសង្គមខ្មែរដែលពូពេញទៅដោយអំពើអយុត្តិធម៌អំពើពុករលួយនិងក្រុមស្រឡាញ់អំណាចពីតែងតែចោទប្រកាន់ចំពោះព្រះសង្ឃអង្គណាដែលធ្វើកិច្ចការងារសង្គមគេថាព្រះសង្ឃខុសវិន័យគេថាយកសាសនាធ្វើជាខែលមិនមែនទេព្រះពុទ្ធសាសនាមិនអាចអ្នកណាម្នាក់យកទៅធ្វើខែលបានទេព្រះពុទ្ធសាសនាជាសាសនាមួយសាធារណៈសម្រាប់បុគ្គលទាំងឡាយណាដែលគោរពបដិបត្តិដើម្បីបានជាប្រយោជន៍ក្នុងជីវិតបច្ចុប្បន្ននិងបរិលោកដូច្នេះសាសនាពុទ្ធមិនមែនបង្រៀនឲ្យមនុស្សត្រៀមចាំតែងាប់នោះទេសូមមេត្តាគុំបញ្យល់មនុស្សឲ្យយល់ខុសគិតធ្វើតែកិច្ចការអនាគតតែបច្ចុប្បន្នដែលត្រូវដោះស្រាយបន្ទាន់ដែលជាការចាំបាច់ជាក់ស្ដែងមិនដោះស្រាយនោះជារឿងយល់ខុសពីមេគាពុទ្ធមុននឹងសម្ដែងធัวឲ្យមនុស្សត្រាស់ដឹងឲ្យមនុស្សទទួលបានធัวជួនខ្ពស់គឺព្រះអង្គបណ្ដុះបញ្ញាឲ្យមនុស្សញ៉ាំងអត្តភាពពីមួយថ្ងៃទៅមួយថ្ងៃហើយរស់នៅលើលឺផ្លូវមួយដែលត្រឹមត្រូវទៅអាចសម្រេចធัวជួនខ្ពស់បានសូមមេត្តាគុំយល់ច្រឡំគិតធ្វើតែរឿងបរិនិព្វានឬក៏រឿងនិព្វាននិយមញាតិញោមពុទ្ធបរិស័ទនៅក្នុងព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ននេះនឹងអាចคล้ายទៅជាអ្នកជ្រុលនិយមជាមួយនឹងធัวនិព្វានដកចិត្តចេញទៅមួយជីវិតនេះញាតិញោមមិនអាចបំពេញធัวតែមួយជីវិតហើយបានសម្រេចនិព្វាននោះទេនិព្វានមិនមែនបុគ្គលធ្វើបុណ្យមួយថ្ងៃហើយធ្វើបាបមួយជីវិតនឹងបានដល់និព្វានទេចម្រើនពរនិព្វានគឺធ្វើកិច្ចការមួយដែលត្រឹមត្រូវជាការសាងបរមីពីមួយជាតិទៅមួយជាតិបានអាចគ្រប់គ្រាន់ទៅដល់ការត្រាស់ដឹងបានឬក៏អាចសម្រេចធัวជួនខ្ពស់គឺនិព្វានបានប៉ុន្តែយើងបានធ្វើបុណ្យតិចតួចណាស់កន្លះជីវិតយើងធ្វើបាបហើយយើងទៅសុំសិលបានមួយថ្ងៃ7ថ្ងៃយើងធ្វើបាបដូច្នេះមិនមែនធ្វើបុណ្យមួយថ្ងៃ7ថ្ងៃធ្វើបាបហើយបានសម្រេចធัวជួនខ្ពស់នោះទេចម្រើនពររឿងដែលអាចសម្រេចធัวបានគឺជាតិខ្មែររស់នៅជាសុខកាលណាជាតិខ្មែររស់នៅជាសុខមនុស្សខ្មែរមានឱកាសបំពេញបុណ្យហើយបើជាតិមួយទាំងមូលជាអ្នកបំពេញបុណ្យកម្លាំងបុណ្យរបស់ជាតិមួយនឹងជួយយឺតយូរមនុស្សមកប្រទេសឲ្យសម្រេចធัวនិព្វានចម្រើនពរដោយសម័យពុទ្ធអញ្ចឹងព្រះអង្គនិមន្តទៅកាន់និគមជនបទណាមានការសម្ដែងធัวឲ្យមនុស្សមកស្ដាប់ជាច្រើនជួនកាលមកកតមនុស្សមកស្ដាប់ឲ្យសម្រេចធัวទាំងអស់តែម្ដងពីព្រោះមនុស្សក្នុងមកកតនឹងជាអ្នកពូពេញទៅដោយធัวជាអ្នកបានបំពេញបរមីគ្រប់គ្រាន់ហើយ
เกือบจูนประพุทธตราดังนปีนุบานสำหรับทัวจนปุ๊บปันดอยเหมือนปุ๊บก็ปนแต่กระเล็กมือประชีพรถขมายยืงรัวเนากรมการพีคลายเศรษฐกิจพีคลายหนึ่งการรำลูพีคลายการจีเจียนพีคลายการตันเดิมโยตึกใดให้ยืงไอสำหรับทัวจนปุ๊บบานได้บัชีวิตยืงรัวเนาปูปิงแต่โดยการพีคลายอย่างหนึ่งนะเนี่ยได้ไอสำหรับทัวจนปุ๊บบานมันเมนกรมมนุษย์ได้รัวเนากรมการพีคลายนุเตจมันโปนั่งเดลธรรมาจองจำเริญโปเนียโยมสมกรมนิเปียนนิยมคลังพีไอธรรมามือเคยปุดบอสัตแม่เบอร์กเหาะทัดเธอกดมวยบานเตานิเปียนซีโจเธอเพลียมเบอร์กีนมปบูลกาเปียปรีนมปบูลกอสังยุติท่วมจองเธอเต้ดอลปีละโกนจูบหนึ่งตุกปรุยเจ็บกุกเจ็บจวะดับบรรดาซากีดอเดลมันโปลุนเองคอมตะสมเซลมือวิ่งดดทุกดับบรรดาซากีดอเดลอันนึงไอเกมันโปตูองอักษรปิงตมเฮงไงน้องบาปิงตมเฮงไงมันโปโดยฉะนั้นยืงนมเนียเตรริเงี้ยหมดเธอเมียเกียกันดาลวิ่งไอซ้อมแต่โดยกาปังหัดปังเรียนหรือบ่ปปุตเมนอ้อยยืงชุลนิยมแต่เรื่องเปลี่ยนเปลี่ยนนู่นเต้มันโปไอประสงค์อาตมาบูปมวยดอกชนะโมเนียธรรมะดึงแต่เฮียนเทิมปืนจิเจริญปันแต่เรื่องไกกาได้เติมเติมโมกาเปียเนียโยมอัดเฮียนเธอเต้ปันเรื่องอักเกาะจิเจริญน้องชีวิตเฮียนเธอมันโปธรรมะคือทามันเตือนจองเบอร์กกายเรื่องลูกซองไอเจริญปีเต้ปีปลุกเปสกกรรมระบอบธรรมะมันเมนเจียกาไว้ปะหาเนี่ยบูเต้เจียกาจุยสังกรุปุตบอสัตไอรุ่ยพอดปีกาจิเจียนเฮ้ยการนาปุตบอสัตรู้เนาจีโซเฮ้ยบุคคลเลยเทิมเพื่อเกราะกวงแต่หนึ่งเดินเจนปีสมรภูมิมาเกราะเจียสไวประวัติจำนวนโปเปิดเมียนนี้คือเรียงเบกโอโฮสตึงติดกับปันแต่อวีเดธมาจองสรุปใส่ได้มาวิ่งส้มเย็ดโยมิตาคอมพลีคลูนประหยัดเคียตกอจูบสำลับกีกัดใส่ได้เตาเจียบุคคลวิกรเจริญเฮยสันราลตู้อ้อยยืงกัดปันทอยการชื่อจับหนึ่งตัวตูลโยบานจมพูจำนัดการตลาการหนึ่งรัฐบิบาลยืงมันไอตัวตูลโยจรอนุ่งบานเตอวีเดธมาอากาศโมจนนี้โดยเอกลือวิดีโอมาสัลมิงพ้องให้หนึ่งการวิเพียปีมุนพ้องการวิเพียปีเคียตกอจูบสำลับหนึ่งเนาเมียนปันต่อเบอร์ธมาเนาแต่เมียนอากาศมันปูขยมประกาศนาธมาเพียบทรงกราบไฟกุมเลียนกิมรันโปเลีย